tips សម្រាប់អូនៗដែលគាត់កំពុងចាប់ផ្ដើមចង់ធ្វើ content ពីបងទៅ content ដែលបងអូនចង់ធ្វើ content មួយណាក៏បានដែលអូនស្រឡាញ់ប៉ុន្តែសូមឲ្យ content ដែលធ្វើឡើងគឺដើម្បីដល់ប្រយោជន៍ audience ដែលគាត់មើលគិតពីប្រយោជន៍អ្នកដែលគាត់បានមើលនិងគិតពីថាតើ content ដែលយើងធ្វើនឹងផ្ដល់អ្វីទៅដល់អ្នកមើលខ្លះសូមកុំសំដៅទៅលើតែ view ពេកពីព្រោះបើសិនយើងសំដៅទៅលើតែ view ពេកបានគិតថាតើ content ដែលយើងធ្វើទៅនោះតើនឹងល្អទៅដល់តើនឹងមានប្រយោជន៍ឬក៏ផ្ដល់ចំណេះដឹងឬក៏ផ្ដល់អ្វីខ្លះទៅដល់អ្នកមើលឯងគឺយើងសំដៅទៅលើ view អញ្ចឹងពេលខ្លះការនិយាយស្ដីឬក៏ការគិតរបស់យើងឬក៏ការធ្វើចេញមក content របស់យើងហ្នឹងវាអាចប៉ះពាល់ឬក៏អាចមានចំណុចកន្លែងខ្លះវាអាចនឹងលុះឬក៏មួយទៀតអាចនឹងមានពេលខ្លះយើងធ្វើយូរទៅគឺយើងនឹងអស់កម្លាំងចិត្តក្នុងការធ្វើហើយព្រោះដោយសារបើសិនជា content យើងល្អ view ក៏កើនតែបើសិនជា content យើងចាប់ផ្ដើមរៀងធ្លាក់ទឹកដៃឬក៏យើងចាប់ផ្ដើមរៀងធ្វើមិនសូវបានដូចមុន view ក៏ធ្លាក់តាមនឹងដូចគ្នាអញ្ចឹងបើសិនជាយើងធ្វើទៅលើ content ដែលគិតតែពី view ពេកយូរឬក៏ឆាប់គឺ content នឹងចាប់ផ្ដើមធ្លាក់ view ហើយដោយសារតែវាអត់បានផ្ដល់ជាប្រយោជន៍ឬក៏ផ្ដល់ជាអ្វីទៅដល់អ្នកមើលណាប៉ុន្តែបើសិនជា content ដែលអ្នកគ្នាធ្វើគឺជា content ដែលផ្ដល់ចំណេះដឹងឬក៏ផ្ដល់អ្វីមួយទៅដល់អ្នកមើលមិនថាជាការសើចមិនថាជាការផ្ដល់ការរីករាយដល់គាត់ឬក៏ផ្ដល់ចំណេះដឹងឬក៏ផ្ដល់ចំណេះជំនាញអីថ្មីសម្រាប់គាត់ទេឲ្យតែជាប្រយោជន៍មួយទៅដល់គាត់នោះ content អ្នកគ្នាធ្វើទោះបីជាធ្វើយូរប៉ុណ្ណាក៏នៅតែមានអ្នកមើលដែរ